លីហេងនិងវណ្ណារីបានស្គាល់គ្នានិងក្លាយជាមិត្តសម្លាញ់តាំងពីថ្នាក់ទី7ពួកគេជាមិត្តដែលមានភាពផ្ទុយគ្នាច្រើនលីហេងរៀងឆេវឆាវចូលចិត្តលេងកីឡានិងនិយាយត្រង់ៗវណ្ណារីវិញជាមនុស្សទន់ភ្លន់ចិត្តត្រជាក់និងចូលចិត្តអានសៀវភៅពួកគេតាំងតែនៅជាមួយគ្នាស្ទើរគ្រប់កាលៈទេសៈចែករំលែកអាចកំបាំងគ្នាទៅវិញទៅមកជួយដោះស្រាយបញ្ហាគ្រួសារនិងជាទីប្រឹក្សាស្នេហាឲ្យគ្នាមិត្តភក្តិឯទៀតតែងតែលេងសើចថាពួកគេគួរតែស្រឡាញ់គ្នាទៅតែពួកគេទាំងពីរនាក់តែងតែបដិសេធដោយសើចជំអកថាអត់ទេពួកយើងគ្រាន់តែជាបងប្អូននឹងគ្នាទេពួកគេថែមទាំងមិនកិច្ចព្រមព្រៀងដ៏តឹងរឹងមួយទៀតថាមិនថាយ៉ាងណាក៏មិនត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាឡើយដើម្បីកុំឲ្យបាត់បង់មិត្តភាពនេះទំនាក់ទំនងរបស់ពួកគេពិតជាមានលក្ខណៈស្និទ្ធស្នាលរហូតដល់មានមនុស្សជាច្រើនច្រណែនពេលវេលាបានកន្លងផុតទៅយ៉ាងលឿនរហូតដល់ពួកគេចូលរៀនមហាវិទ្យាល័យវណ្ណារីបានចាប់ផ្ដើមតាក់ទងជាមួយមិត្តរួមថ្នាក់ម្នាក់ឈ្មោះកឹមសានជាមនុស្សល្អនិងសង្ហាលីហេងក្នុងនាមជាមិត្តសម្លាញ់ក៏បានជួយឲ្យពួកគេទាំងពីរនាក់ស្គាល់គ្នាដែរប៉ុន្តែចាប់តាំងពីវណ្ណារីមានសង្សារមកលីហេងក៏មានអារម្មណ៍ប្លែកៗពេលឃើញវណ្ណារីសើចក្អកក្អាយជាមួយកឹមសានឬពេលដែលនាងរវល់ពេកមិនបានចិនទៅលេងជាមួយគាត់ដូចមុនអារម្មណ៍មួយដូចជាការច្រណែនក៏ចាប់ផ្ដើមផុសឡើងក្នុងចិត្តលីហេងគាត់ចាប់ផ្ដើមនឹកដល់ការសើចរបស់នាងនឹកដល់ការអង្គុយអានសៀវភៅក្បែរគ្នានិងនឹកដល់ការមើលថែរបស់នាងថ្ងៃមួយវណ្ណារីបានខូចចិត្តខ្លាំងដោយសារកឹមសានបាយចិត្តនាងយំហើយរត់ទៅរកលីហេងបានអោបនាងហើយលួងលោមពេលនោះហើយវណ្ណារីក៏បានដឹងថាអារម្មណ៍ដែលនាងមានចំពោះលីហេងមិនមែនគ្រាន់តែជាមិត្តភាពទេភាពកក់ក្ដៅនិងសុវត្ថិភាពដែលនាងទទួលបានពីកឹមសានគឺជារឿងដែលនាងមិនធ្លាប់ទទួលបានពីកឹមសានឡើយក្រោយពេលវណ្ណារីចែកផ្លូវជាមួយកឹមសានរួចទំនាក់ទំនងរវាងលីហេងនិងវណ្ណារីក៏ចាប់ផ្ដើមមានភាពអកវឺតពួកគេនៅតែចេញទៅក្រៅជាមួយគ្នាតែពេលខ្លះពួកគេតែងតែសម្លឹងមើលភ្នែកគ្នាដោយអារម្មណ៍មិនច្បាស់លាស់ភាពស្ងៀមស្ងាត់មួយបានបន្លប់មិត្តភាពដ៏រស់រវើករបស់ពួកគេ